ស្ដីបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំកសិករចិញ្ចឹមឃ្មុំដាក់ផ្លិតបាទដាក់ផ្លិតឲ្យឃ្មុំនេះផ្លិតឃ្មុំយើងហៅថាផ្លិតសពនិមិត្តប៉ុន្តែផ្លិតសពនិមិត្តនេះគឺជាផ្លិតដែលយើងជាផ្លិតដែលយើងធ្វើពីកមួនឃ្មុំសិតណាមិនមែនធ្វើពីអីផ្សេងទេធ្វើពីកមួនឃ្មុំសិតគ្រាន់តែយើងសកត់កាឡាវាឲ្យចេញជាកាឡាឃ្មុំអញ្ចឹងណាបងប្អូនបាទហើយយើងដាក់នៅក្នុងធុងស៊ុបឺបាទធុង2ជាន់អញ្ចឹងជាន់ខាងលើនេះគឺយើងដាក់សុទ្ធតែផ្លិតសុទ្ធដើម្បីឲ្យវាដាក់ទឹកពេញទាំងសងខាងតែម្ដងហើយយើងងាយស្រួលក្នុងការប្រមូលផលបងប្អូនណាងាយស្រួលក្នុងការប្រមូលផលហើយទឹកដមដែលបានមកពីផ្កាគោនេះលើក្បាលខ្ញុំនេះទឹកដមដែលបានពីផ្កាគោហ្នឹងគឺជាទឹកដមដែលមានកំហាប់ខាប់ខ្លាំងទៀតព្រោះនៅពេលដែលវាដាក់ហ្នឹងយើងរងចាំទុកតទៅវាបិទកមួនបាទបិទកមួនឡើងចិត្តនៅពេលដែលបិទកមួនជាលក្ខណៈបច្ចេកទេសរបស់សត្វឃ្មុំមានន័យថាវាបានបន្សុទ្ធយកជាតិទឹកចេញអស់ហើយអញ្ចឹងនៅសល់តែជាតិទឹកដមដែលបានពីផ្កាគោមកទេអញ្ចឹងយើងទទួលផលបានខ្ពស់បាទយើងទទួលផលបានខ្ពស់ដោយសារអីដោយសារទឹកដមដែលយើងដាក់ហ្នឹងដោយសារទឹកដមដែលយើងដាក់ហ្នឹងគឺថាខាងក្រោមវាដាក់តកូនទេខាងក្រោមជាន់ទី1ខាងក្រោមហ្នឹងវាដាក់តកូនទេហើយជាន់ខាងលើនេះយើងវាដាក់សុទ្ធតែទឹកតែម្ដងបាទអញ្ចឹងពេលដែលយើងប្រមូលផលអត់ប៉ះពាល់ជាមួយកូនទេបើសិនបើយើងប្រមូលនៅអាផ្នែកខាងក្រោមជួនកាលពេលដែលយើងល្វីទៅវារយទាំងកូនខ្លះរយទាំងលំអងខ្លះអញ្ចឹងអាចធ្វើឲ្យទឹកហ្នឹងវាមានរសជាតិជូរអាចឲ្យទឹកហ្នឹងមានរសជាតិផ្សេងបើយើងធ្វើបែបនេះគឺទឹកគោគឺទឹកគោហើយបាទទឹកផ្កាគោគឺទឹកផ្កាគោអត់មានទឹកអីផ្សេងទេបងប្អូនណាបាទអញ្ចឹងក្រុមហ៊ុនអង្គរខ្មែរ Honey Bee យើងខ្ញុំឆ្នាំនេះគឺយើងប្រមូលទឹកបែបហ្នឹងណាបងប្អូនបាទហើយសង្ឃឹមថាបងប្អូននឹងគាំទ្រផលិតផលរបស់ខ្មែរយើងដែលព្យាយាមធ្វើឲ្យខ្ញុំខាងក្រុមហ៊ុនអង្គរខ្មែរ Honey Bee ហ្នឹងក៏ព្យាយាមសម្រិតសម្រាំងធ្វើម៉េចឲ្យទឹកឃ្មុំដែលយើងផ្ដល់ទៅកាន់អតិថិជនហ្នឹងល្អ100% សម្រាប់ពួកគាត់យកទៅប្រើប្រាស់ក្នុងន័យសុខភាពក្នុងន័យប្រើប្រាស់ជាគ្រឿងសម្អាងអីជាដើមដើម្បីឲ្យកាន់តែមានគុណភាពល្អហើយកាន់តែធ្វើឲ្យពួកគាត់ជឿជាក់ថាផលិតផលជាឃ្មុំដែលកូនខ្មែរយើងធ្វើបានពិតជាមានគុណភាពល្អមែនបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងក៏ប្រឹងដូចគ្នាដែរយើងប្រឹងរកដូចជាខាងក្រុមហ៊ុនខ្ញុំអញ្ចឹងខ្ញុំមានទាំងដំណាំកសិកម្មពីចំការគោខេត្តកំពង់ចាមខ្ញុំមានដំណាំកសិកម្មពីចំការមានចំការតង្កែនៅបាត់ដំបងហើយខ្ញុំក៏មានកសិដ្ឋានធំនៅលើកំពូលភ្នំកលែនដែរប្រមូលពីផ្កាព្រៃធម្មជាតិលក់ជាវទៅអតិថិជនដែលគាត់និយមប្រើប្រាស់ទឹកឃ្មុំដើម្បីឲ្យពួកគាត់មានជំរើសថាពួកគាត់ពេញចិត្តមួយណាគាត់យកមួយនឹងបានបងប្អូនណាបាទគាត់ពេញចិត្តទឹកដមផ្កាព្រៃគាត់យកផ្កាព្រៃគាត់ពេញចិត្តទឹកដមដែលបានពីដំណាំកសិកម្មយកពីដំណាំកសិកម្មបើខនបញ្ជាក់បងប្អូនថាទឹកដមដែលបានពីដំណាំកសិកម្មធូរថ្លៃជាងទឹកដមបានពីផ្កាព្រៃទី1ដោយសារតែដំណាំកសិកម្មពូខ្ញុំខាងចំឃ្មុំយើងអាចប្រមូលផលបានច្រើនអញ្ចឹងយើងលក់ក៏ធូរថ្លៃទៅតាមនឹងទី2ទឹកឃ្មុំផ្កាព្រៃគឺយើងពិបាករកព្រៃយកសបុកឃ្មុំអញ្ចឹងយកទៅដាក់នៅក្នុងព្រៃដើម្បីប្រមូលទឹកអញ្ចឹងពលកម្មច្រើនការចំណាយច្រើនអញ្ចឹងតម្លៃវាខ្ពស់ជាងហ្នឹងហើយជាទូទៅទឹកឃ្មុំព្រៃបងប្អូនតែងតែនិយមយកទៅធ្វើជាឱសថហើយយើងប្រមូលបានតិចឯងបងប្អូនណាវាអត់ដូចប្រភេទដំណាំកសិកម្មទេអញ្ចឹងបានតម្លៃទឹកឃ្មុំថ្លៃហើយតែជួនកាលទៅមិនជួនកាលទៅគឺថាទឹកដមដែលបានពីការព្រៃធម្មជាតិហ្នឹងរសជាតិវាឆ្ងាញ់ហើយឈ្ងុយជាងដំណាំកសិកម្មខ្លះបងប្អូនណាសារធាតុចិញ្ចឹមរបស់វាក៏ល្អប៉ុន្តែប្រភេទដំណាំកសិកម្មខ្លះក៏វាល្អដែរបងប្អូនណាបាទអញ្ចឹងយើងដាក់សបុកមកធុងបែបហ្នឹងបងប្អូនណាដាក់ផ្លិតអញ្ចឹងទៅពេលដែលខ្ញុំប្រមូលលើកក្រោយខ្ញុំនឹងធ្វើការបង្ហាញជាវីដេអូឃ្លីបជូនបងប្អូនឲ្យឃើញថាពួកយើងប្រមូលរបៀបម៉េចស្តង់ដារអនាម័យរបៀបម៉េចបាទសូមអរគុណចំពោះការតាមដានពីក្រុមហ៊ុនអង្គរខ្មែរ Honey Bee យើងខ្ញុំជម្រាបលា